ជើងមាន់ងាយស្រួលញ៉ាំងាយស្រួលធ្វើឲ្យតម្លៃវិញក៏ធូរថ្លៃដែររាល់ដងធ្លាប់ធ្វើជើងមាន់បែបស្រួយថ្ងៃហ្នឹងខុសប្លែកពីរាល់ដងយើងបំពងឲ្យស្រួយខ្លាំងទេសំខាន់ណាស់ធ្វើមិនឲ្យជើងមាន់បើយើងនៅសល់ក្លិនឈ្ងុយអារបៀបថាស្រួយខាងក្រៅខាងក្នុងវាទន់មានរសៃអញ្ចឹងណាមកមុខនេះយើងអាចយកទៅញ៉ាំជាមួយបាយញ៉ាំលេងឬមួយក៏យកទៅធ្វើជាគ្រឿងក្លែមក៏ពិសេសដែរយើងធ្វើចឹងទៅប្លែកហើយញ៉ាំជក់មាត់ទៀតមកមុខនឹងញ៉ាំទៅរៀងប្លែកមាត់ណាដោយសារតែវាមានក្លិនស៊ីឈាន់លាយក្នុងនឹងផងរសជាតិវារៀងហឹលហើយខវាចូលជាតិឡងឆ្អិនមែនតែនៅពេលចឹងទៅសៃក្នុងវារៀងផលទន់ណាគប់ផ្សំនៅយើងបំពងវារៀងក្រៀងក្នុងការតិចដល់ពេលចឹងទៅឆ្ងាញ់ណាស់បងប្អូនគ្នាហើយជើងមាន់ខស៊ីឈាន់នេះហើយយើងមិនបាច់ចាំយកទៅបំពងក៏បានដែរបងប្អូនគ្នាតាមចំណង់ចំណូលចិត្តទេបើថាចង់ញ៉ាំត្រឹមតែខហ្នឹងក៏បានដែរជាដំបូងយើងដាក់ខ្ទះក្តៅមកចាក់ខ្លាញ់ចូលបន្តិចហើយថែមខ្ទឹមស 4-5 កាពើញ៉ៃ 4-5 ចំណិតស្លឹកខ្ទឹម 2 ដើមម្ទេសបងប្អូនគ្នាប្រើម្ទេសក្រៀមក៏បានឬមួយក៏ម្ទេសស្រស់ដូចខ្ញុំចឹងក៏បានដែរដាក់តាមចំណង់ចំណូលចិត្តហើយគ្រឿងស៊ីឈាន់ហ្នឹងម្ដុំតូចយើងលិញគ្រឿងក្រូវទាំងអស់ហ្នឹងឲ្យវាឡើងឈ្ងុយចូលគ្នាពេលធ្វើខស៊ីឈាន់ម្ដងបងប្អូនគ្នាគួរតែលើកចក្រានហ្នឹងទៅផ្ទះចិត្តខាងយើងទៅបានល្អនិយាយថាក្លិនវាហ្នឹងឆ្លក់ណាស់ចែកចិត្តខាងហត់ខ្លះផងទៅមកឯងអីពេលវាឡើងឈ្ងុយមែនតើអញ្ចឹងហើយយើងចាក់ជើងមាន់ចូលទៅទាំងអស់ជើងមាន់ដែលខ្ញុំយកមកធ្វើហ្នឹងចំនួន1 គីឡូយើងឆាច្បល់គ្រឿងក្រូវទាំងអស់ហ្នឹងឲ្យវាសព្វចូលគ្នាយើងឆារហូតដល់ជើងមាន់បើយើងឆ្អិនបាន 60% អីហ្នឹងសូមខ្លាចក្លិនស៊ីឈាន់ហ្នឹងមែនឆាម្ដងឲ្យឈ្ងុយចំរោគបថោហ្នឹងពេលធ្វើឲ្យឆ្ងាញ់ហ្នឹងមិនចេះទ្រាំធ្វើទៅបើថាធ្វើឲ្យឆ្ងាញ់ទៀតមិនបាច់ទេឈប់ធ្វើតែម្ដងយើងបន្ថែមទឹកស៊ីអ៊ីវចូលចំនួន4 ស្លាបព្រាបាយទឹកស៊ីអ៊ីវដែលខ្ញុំប្រើនេះទឹកស៊ីអ៊ីវត្រីចំហុយអត់មានធំក្លិនសៀងខ្លាំងទេយើងឆាច្បល់វារៀងស្ងួតតិចហើយយើងចាក់ទឹកជាហ្នឹងចូលបន្តិចទៅដើម្បីឲ្យរងាស់ជើងមាន់របស់យើងហ្នឹងកាន់តែឆាប់ឆ្អិនយើងប្រើទឹកតាមបន្តិចណាបងប្អូនគ្នាដាក់មកល្មមតែមកសាមជើងមាន់នេះបន្ទាប់ពីធ្វើសង្គ្រាមជាមួយជើងមាន់ហើយបានដឹងថាក្លិនរបស់គេឡងឈ្ងុយដល់ទៅអិនពេលយើងប្រើទឹកតិចចឹងឃើញទឹកខរបស់យើងបងប្អូនគ្នាឡងខាប់មើលទៅក៏ដឹងតែជាតិដែរបើសិនជាបងប្អូនគ្នាចង់យកវាទៅបំពងណាមើលតែវាផុយប៉ុណ្ណឹងហើយលើកចេញមកតែបើសិនជាបងប្អូនគ្នាចង់ញ៉ាំជើងមាន់របៀបជាខស៊ីឈាន់ហ្នឹងហ្មងទុកវាបន្តិចទៀតទៅហើយថែមស្ករបន្តិចផងដើម្បីវារសជាតិផ្អែមតិចណាអានេះដោយសារតែខ្ញុំយកវាទៅបំពងអញ្ចឹងខ្ញុំបានថែមស្ករក្នុងហ្នឹងឯងព្រោះអីតែកាលណាយើងដាក់ស្ករចូលក្នុងហ្នឹងវាអាចធ្វើឲ្យជើងមាន់របស់យើងពេលដែលបំពងទៅឆាប់ខ្លោចទុកជើងមាន់ហើយនឹងទឹកខណាវានឹងត្រជាក់ហើយយើងស្រោចឲ្យទឹកខទៅលើជើងមាន់របស់យើងទាំងអស់មកដើម្បីឲ្យវារៀងសាមតិចធ្វើចឹងទៅដើម្បីឲ្យយើងប្រឡាក់ជាមួយម្សៅទៅវាឆាប់ជាប់ម្សៅអានេះដោយសារខ្ញុំចង់ញ៉ាំម្សៅតិចបើសិនជាបងប្អូនគ្នាចង់បានម្សៅរៀងក្រាស់ជាងហ្នឹងណាយកម្សៅរបស់យើងហ្នឹងទៅលាយជាមួយនឹងទឹកខហ្នឹងតែម្ដងទៅយកជើងមាន់របស់យើងជ្រលក់ឲ្យដាក់បំពងតែម្ដងអាហ្នឹងក៏ឆ្ងាញ់ដែរធ្វើអញ្ចឹងបានវាមានក្លិនខស៊ីឈាន់ណាជាប់ជើងមាន់របស់យើងខ្លាំងនិយាយទៅឈ្ងុយទាំងម្សៅឈ្ងុយទាំងជើងមាន់ហើយចំពេលខ្លាញ់ក្តៅយើងចាក់ជើងមាន់ចូលសម្រាប់ជើងមាន់ហ្នឹងយើងក៏បំពងយូរពេកដែរយើងបំពងមើលតែម្សៅរបស់យើងឡើងស្រួយហើយស្រង់ចេញមកអានេះដោយសារខ្ញុំថតទៅថតមកច្រើនដងដល់ពេលអញ្ចឹងបំពងវាចង់ជ្រុលយល់ល្អយើងបំពងមិនដល់ក្រៀមពេកទេត្រឹមតែម្សៅរបស់យើងរៀងស្រួយតែប៉ុណ្្នឹងបានហើយដោយសារតែយើងខវាឆ្អិនម្ដងហើយវាអត់ដូចជាជើងមាន់ស្រស់ដែលយើងយកទៅបំពងទេហើយយើងខឆ្អិនរួចនេះកាន់តែបំពងយូរកាន់តែអស់សាច់កាន់តែរឹងយើងបំពងវាធ្វើឲ្យត្រឹមតែស្រួយម្សៅហើយនៅមានសាច់សរសៃក្នុងញ៉ាំអាហ្នឹងมันឆ្ងាញ់អរគុណច្រើនបងប្អូនអ្នកតាមដានវីដេអូនេះរហូតដល់ចប់បាយបាយ